រឿងអាណាចក្រសាតានភាគទី14ម៉ារីនចំណាយពេលក្នុងបន្ទប់ទឹកជាង1ម៉ោងដើម្បីជំរះក្លិនគួរឲ្យខ្ពើមទាំងនោះចេញពីរាងកាយនាងដោះខាត់សឹងតែរបកស្បែកហូរឈាមដោះទាល់តែក្រហមសាច់អស់ទើបព្រមឈប់ទាំងមិនចង់កាយតូចក្នុងសម្លៀកបំពាក់ស្រីបំរើថ្មីឈោមុខកញ្ចក់ខំថ្គីមខ្ញាំជ័យសម្ពុតឡើងទុកទីឲ្យតែឃើញបបូរមាត់ហើមបែកឈាមស្នាមដុំក្រមៅនិងស្នាមធ្មេញលើកហើយអារម្មណ៍ឆេះឆួលក៏កើនឡើងនាងស្អប់មនុស្សថោកទាបនោះណាស់នាងតូចដាក់ខ្លួនអង្គុយលើគ្រែភ្នែកសម្លឹងទៅបង្អួចស្រអាប់ជាប់លំអងព្រិលដោយទឹកមុខរៀបស្មើតែក្នុងចិត្តកំពុងនឹកគិតដល់សម្ដីដែររយអាលនិយាយរេនសានាងពិតជាទាសករដែលធ្វើឲ្យយើងចាប់អារម្មណ៍ខ្លាំងជាពិសេសពិតមែនមិនសោកស្ដាយទីដែលយកនាងមកទីនេះលោកម្ចាស់ស្គាល់ខ្ញុំលោកដឹងថាខ្ញុំជាអ្នកណាមែនទេមានអ្វីដែលមនុស្សដូចជាយើងមិនដឹងទេទាំងពាក្យសម្ដីទាំងទឹកមុខរបស់គេបង្ហាញយ៉ាងច្បាស់ថាគេមិនបានកុហកគេពិតជាស្គាល់នាងមែនតែបែរជាបិទមាត់មិនព្រមនិយាយនៅធ្វើទង្វើដ៏ឈួតលីលាបំផុតដាក់នាងទៀតតើគេចង់បានអ្វីតើនាងគួរធ្វើបែបណាដើម្បីអាចខ្វះកកាយយកអត្តសញ្ញាណពីមាត់គេបានគិតឡើងគិតចុះក្បាលរបស់នាងក៏ចាប់ដើមឈឺខ្ទក់ដល់នាងតែលើកដៃខ្ទប់ទប់ភាពឈឺចាប់ដកដង្ហើមជ្រៅសម្រួលអារម្មណ៍រួចងើបទៅយកថ្នាំដែលលេបជាប្រចាំមកចាក់ដាក់បាតដៃ2គ្រាប់លេបហើយក៏ដើរទៅអង្គុយលើក្រេវិញស្របពេលសំឡេងគក់ទ្វារលាន់ខ្លាំងទុករិនសានាងនៅខាងក្នុងមែនទេអូឌីគក់ទ្វារផងស្រែកហៅនាងតូចផងទាំងមុខមិនសូវស្រស់ក្រាតបងមានការអីម៉ារីនបងហើបទ្វារបន្តិចសួរទៅអូឌីតែមិនបង្ហាញមុខឲ្យអ្នកម្ដងទៀតឃើញឡើយនាងមកធ្វើស្អីក្នុងបន្ទប់ហើយលឹបម៉េះមិនឈិនមកខាងក្រៅនាងនិយាយផងអាចក៏ភៀងមើលទៅខាងក្នុងដោយកំពុងរកអ្វីមួយយ៉ាងខ្ញុំឈឺក្បាលមកលេបថ្នាំបាលេបហើយបញ្ញាប់ចេញមកទៅស៊ីបាយខ្ញុំមិនឃ្លានទេទោះមិនឃ្លានក៏ត្រូវស៊ីដែរឆាប់ចេញមកកុំនាំទុកដល់យំពេកបងទៅញ៉ាំចោអូឌីនាងតូចបដិសេធដដែលព្រោះមិនចង់ចិនទៅពេលនេះមិនចង់ឲ្យអ្នកណាឃើញស្នាមដែលព្រុកព្រីម្នាក់នោះបន្សល់លើកនិងបបូរមាត់ណែកុំក្បាលរឹងពេកគេយ៉ាត់រឹងចាប់កាត់ដៃជើងនាងទៅចេញមកបើនាងមិនទៅស៊ីដឹងថាយើងអ្នកមានបញ្ហាលើកនេះអូឌីឡើងនិយាយធម្មតាកុំហោះខ្លាំងទាំងសង្គ្រាមថ្មីមួម៉ៅនឹងជ្រឹករឹងរូសរបស់ម៉ារីនគិតថានាងចង់មកខលណាស់ឬបើមិនមានបញ្ជាសង្កត់កនោះកុំសង្ឃឹមថានាងមកក្បែរតែយ៉ាងណាចង់នៅចិត្តមនុស្សទៅចាក់មុខមិនរាប់ញាត់គេឯកដូចនាងច្មុកនេះទៅម៉ារីនមិនចង់ឲ្យរឿងវែងឆ្ងាយប្រកែកគ្នាមិនជប់ក៏ព្រមបោកទ្វេឈិនមកខាងក្រៅទាំងចិត្តមិនចង់នាងនេះចំស្នាមសៃលើករបស់នាងរៀនសាហើយនៅមាត់នេះទៀតមិនក៏ហាមបាយឈាមកុំប្រាប់ណាថានាងលួយមានប្រុកក្នុងវិមានដំបងចង់ស្ដីបន្ទប់តែពេលឃើញសភាពអ្នកចំពោះមុខហើយក៏ទៅជាភ្ញាក់អើជ្រុងចិញ្ចាំសួរចាំសម្លឹងមើលពីលើដល់ក្រោមវិភាគពិចារណាតែកាយវិការនឹងពាក្យសម្ដីនេះធ្វើឲ្យក្រមុំទួយមិនពេញចិត្តជាខ្លាំងព្រឹកមិញលោកមេការនាំខ្ញុំទៅជាន់ទី5ហើយវាតែតងស្អីនឹងស្នាមទាំងនេះថាម៉េចជាន់ទី5ឆាប់កុំប្រាប់ណាក៏ដូចអ្វីដែលបងគិតព្រះអើយស្លាប់ប្រកបណាឆាប់ឃើញទឹកមុខផាអើឆ្លេឆ្លាដោយជប់ខ្មៅនេះហើយនាងបានតែចង់ចិញ្ចាំឆ្ងល់មិនយល់ថាហេតុអីអូឌីភ័យខ្លាចយ៉ាងនេះទាំងដែលនាងទៅវិញទីដែលគួរបង្ហាញអាការៈទាំងនេះចូលទីក្រុងសិនទៅចាំនិយាយគ្នាអេឌីរេផ្នែកមើលជុំវិញធ្វើខ្លួនបង្ហាញពីរោគគួរឲ្យសង្ស័យលឹបមើលសន្ទុះក៏ងាកមកចាប់ដៃម៉ារីនអូចូលបន្ទប់ពិទ្វាចក្សោហើយមុនពេលដែលនាងក្រមុំបានសួរនាំរាងកាយសម្បូរសាច់ក៏ចូលសម្លេម៉ាត់សម្រាប់មុខរៀបស្មើថ្មែឆាប់យកស្អីមកបិទបាំងស្នាមទាំងនេះទៅហើយមិនត្រូវឲ្យអ្នកណាដឹងថាឯងមានអីជាមួយលោកម្ចាស់ទេបងមានអ្វីយកច្រឡំហើយខ្ញុំមិនបានត្រឹមតែពាក្យប៉ុន្មានម៉ាត់នេះលងឲ្យម៉ារីនដឹងថាអូឌីកំពុងគិតអ្វីទើបចង់និយាយអ្វីមួយតែអូឌីលើកដៃហាមស្រដីកាត់ភ្លាមទោះជាស្អីក៏ដោយមិនត្រូវឲ្យអ្នកណាដឹងទេបាននាងមិនចង់បាត់ខ្លួនដោយគ្មានមូលហេតុទឹកមុខនាងប្រកាសវិជាហួរថ្លែងvàកាន់តែធ្វើឲ្យម៉ារីនឆ្ងល់ចង់ដឹងចង់លឺលើដាមបាត់ខ្លួនចង់សម្ដៅលើអ្វីហេតុអីចំជាល្ងងមែនទីសកលស្រីដែលនាងជួបរាល់ថ្ងៃនេះនាងគិតថាពួកនោះជាមនុស្សស្រីធម្មតានេះទេឆាប់ពួកនាងអស់នោះមានប្រវត្តិសាស្ត្រប្រិស័យណាស់ខ្លះជាគុណកម្មខ្លះជាពុកបដិវត្តខ្លះក៏ជាឧក្រិដ្ឋជនខុសច្បាប់និយាយឲ្យរួមឯកនៅទីនេះសុទ្ធសឹងតែជាមនុស្សគ្រោះថ្នាក់មិនគួរឲ្យទុកចិត្តនាងមិនបាននិយាយបន្លាយតែកំពុងដាស់តឿននិងចង់បង្ហាញអ្វីមួយឲ្យម៉ារីនបានដឹងរួមទាំងបងប្រកាសហើយតែវាតាក់ទងគ្នាត្រង់ណាការឡើងទៅជាន់ទី5ត្រូវមនុស្សថោកទាបនោះបៀតបៀនវាមិនជាប់តាក់ទងនឹងស្រីទាំងនោះសូម្បីតែបន្តិចអ្នកណាថាវាមិនតាក់ទងនាងគិតថាពួកស្រីទាំងនោះលះបង់មកធ្វើទេសកលដើម្បីអីកិច្ចពីទោះមិនខុសទេតែវាជាចំណុចបន្តបន្សំប៉ុណ្ណោះគោលបំណងពិតប្រាកដគឺនាមជាម្ចាស់ស្រីវិមានក្រហមពួកគេចង់ចាប់លោកម្ចាស់ធ្វើប្តីហើយច្បាស់ណាស់បើមានស្រីណាម្នាក់ក្លាយជាទីគាប់ចិត្តលោកម្ចាស់ស្រីម្នាក់នោះនឹងបាត់ខ្លួនដោយគ្មានមូលហេតុម្នាក់សុទ្ធតែប្រាថ្នាចង់បានចំណុចដែលខ្ពស់បំផុតដើម្បីក្តីសុខនៅជីវិតជុំកិតហុយនិងមហិច្ឆតារបស់ខ្លួនដោយមិនខ្វល់ថាផ្លូវដែលពួកគេដើរត្រូវក្រៅដោយឈាមស្រស់សាច់ស្រស់សំខាន់ឲ្យតែអាចដោយគោលដៅពួកគេសម្លាប់ទោះមិនច្បាស់ 100% តែក៏អាចសន្និដ្ឋានបាន 80% ដែរ
ទីនេះជាសមរភូមិនាងត្រូវដឹងអ្នកខ្សោយគឺស្លាប់ហើយអ្នកនៅពីក្រោយការបាត់ខ្លួនពួកសេរីទាំងនោះគ្មានអ្នកណាក្រៅពីខាមីឡាកូនសេមេបដិវត្តនាងនោះទេនាងនោះសុភាពតែពីពូសាហាវជាការល្អគួរតែនៅឲ្យឆ្ងាយពីនាងទៅបងក៏ដូចជាពួកនាងដែរមែនទេចង់បានតំណែងម្ចាស់ស្រីវិមានក្រហមរៀងកន្ធាត់មុខអាក្រក់ឲ្យយើងនៅណាយកភ្នែកមើលគុំសម័យដល់លោកម្ចាស់ត្រឹមតែញាក់យើងមុខវិមានពួកវាមិនរៀនភ្នែកមុខមើលផងហើយជប់និយាយទៅយកស្អីមកលាបបិទស្នាមនឹងឲ្យចេញទៅស៊ីបាយយើងឃ្លានណាស់ម៉ារីនជប់មកធ្វើតាមអុយដែលអូឌៀនិយាយហើយបណ្ដាគ្នាទៅបន្ទប់អាហារធ្វើទៅតែអូឌៀជាមនុស្សសម្ដីអាក្រក់ចកោបាបបន្តិចមែនតែនាងជាមនុស្សដែលត្រង់ទៅត្រង់មកគ្មានពីនឹងមើលថៃម៉ារីនបានយ៉ាងល្អចូលមកដល់បន្ទប់អាហារដែលមានទង់វែងចែងបីនិងកៅអីជាច្រើនសម្រាប់ឲ្យក្រុមទេសកលប្រុសស្រីអង្គុយម៉ារីនដើរទៅយកអាហារចំណីរបស់នាងរួចទៅរកកន្លែងអង្គុយដោយមិនក៏លៀកភ្នែកមើលនឹងណាអោសោកតែខ្សែភ្នែកជាច្រើនគូដែលសម្លុកមកវាខុសពីរយដងស្ងាយណាស់រហូតដល់នាងតូចធុនថប់ងើបមុខសម្លុកទៅវិញមិនចុះញោមរំពេចនោះស្រាប់តែភ្លឺអាយសុំអង្គុយត្រង់នេះផងបានទេសំឡេងស្រួយស្រាប់ទន់ឡើងផ្អែមមិនលឺនៅផ្នែកខាងជើងដែលមានកៅអីទន់នេះឆាប់ម៉ារីនស្ងាត់មិនឆ្លៃឆ្ងល់ដល់ខ្សែភ្នែកគិតខ្លួនទៀងចានបន្តិចទុកចម្លោះឲ្យម្ចាស់សំឡេងចូលនាងតូចមិនដឹងទេថាអ្នកដែលចូលមកអង្គុយក្បែរខ្លួនចេញយ៉ាងណាមុខមាត់បែបណាតែមានអ្វីមួយយ៉ាងដែលទាក់ទងចំណាប់អារម្មណ៍នោះគឺក្លិនផ្អែមដូចផ្លែឈើចេញពីខ្លួននាងទើបម៉ារីនងាកមុខទៅមើលហើយក៏បានទទួលស្នាមញញឹមនឹងពាក្យរកតែកពីស្រីប្លែកមុខភ្លាមសួស្ដីនាងតូចក្រអកគិតក្រងគ្រើមជាការទទួលហើយងាកមុខចាប់អារម្មណ៍អាហារក្នុងចានបន្តកាយវិការញ៉ាំមួយមានរបៀបមានបងកក់សំឡេងតាមបែបនៃនាងសងពីគ្រូសាស្ត្រកំពុងដែលទទួលបានការអប់រំយ៉ាងល្អធ្វើឲ្យខាមីឡាតាមសម្លឹងមើលអ៊ីព្រិកពិសេសភាពក្រអកគិតក្រងរបស់នាងតូចពិតជាគួរឲ្យចាប់អារម្មណ៍ខ្លាំងណាស់ខាមីឡាមានតិចទទួលបានចំហាយដៃគូប្រកួតប្រជែងថ្មី450 ឡាយមុនម៉ោងដាប់បានមួយភាគទៀត